នេះបាទអំពីរបៀបនៃការបញ្ចូលលុយទូរស័ព្ទផ្ញើជាលេខកូដបងប្អូនណាហ្នឹងហើយយើងងាយស្រួលទុកដែលយើងចង់បញ្ចូលលើក្រោយទៅពេលខ្លះយើងភ្លេចបាទពេលខ្លះយើងភ្លេចដល់ថ្ងៃដែលខាងក្រុមហ៊ុនគេកាត់ទឹកលុយរបស់យើងអញ្ចឹងបងប្អូនអ្នកគ្នាបាទហ្នឹងបងប្អូនដឹងស្រាប់ហើយគ្រប់ប្រព័ន្ធមិនថាក្រុមហ៊ុន Smart មិនថាប្រព័ន្ធ Card ឬក៏ Smartphone ទេបាទគឺគេទុករយៈពេល7ថ្ងៃមានន័យថាលុយដែលយើងបានបដូរហ្នឹងគឺរយៈពេល7ថ្ងៃគឺខាងក្រុមហ៊ុនគេកាត់ឲ្យបើយើងចេញហើយអញ្ចឹងណាបាទអញ្ចឹងពេលខ្លះបងប្អូនបញ្ចូលទៅបងប្អូនលេងបងប្អូនភ្លេចបាទភ្លេចថ្ងៃដែលគេខាងក្រុមហ៊ុនគេកាត់យើងអញ្ចឹងទៅយើងពិបាកវាធម្មតាពេលដែលយើងចង់បញ្ចូលលុយតាម app ធនាគារមួយមិនថា app ធនាគារ ACDA ឬ app ធនាគារ ABA ទេឬក៏ធនាគារផ្សេងទេពេលណាដែលយើងចង់បញ្ចូលលុយដើម្បីប្រើប្រាស់នៅអ៊ីនធឺណិតបន្តយើងអត់មានអ៊ីនធឺណិតបាទដោយសារតែខាងក្រុមហ៊ុនគេកាត់របស់យើងចោលអញ្ចឹងណាយើងលេងយើងភ្លេចថាដល់ថ្ងៃគេកាត់អញ្ចឹងទៅបាទអញ្ចឹងទៅយើងអត់អាចបញ្ចូលបានទេលុះត្រាតែមានអ៊ីនធឺណិតបើយើងអាចបញ្ចូលបានអញ្ចឹងណាបាទអញ្ចឹងបងប្អូនអាចមានន័យថាយើងបញ្ចូលជាលេខកូដទុកទៅបាទសម្រាប់ពេលដែលយើងចង់បញ្ចូលលើក្រោយយើងយកលេខកូដនោះមកបញ្ចូលអញ្ចឹងណាបងប្អូនអ្នកគ្នាបានហ្នឹងហើយអញ្ចឹងមានបងប្អូនខ្លះមួយចំនួនទៅក៏គាត់ចេះរបៀបនៃការបញ្ចូលជាលេខកូដទុកសម្រាប់យើងបញ្ចូលលើក្រោយអញ្ចឹងណាពេលដែលទូរស័ព្ទយើងអត់អ៊ីនធឺណិតអីចឹងទៅបាទហ្នឹងហើយហ្នឹងហើយអញ្ចឹងដើម្បីយើងទៅបញ្ចូលជាលេខកូដបាទមានន័យថាយើងបញ្ចូលលុយទូរស័ព្ទទុកជាលេខកូដបាទទុកជាលេខកូដបានអញ្ចឹងបងប្អូនចូលទៅកាន់នៅ app ធនាគារ ABA ដល់ពេលបងប្អូនចូលមកកាន់នៅ app ធនាគារ ABA ហើយបងប្អូនចូលទៅពាក្យថាទូទាត់បងប្អូនទាំង4ខ្ទង់មកបាទខ្ញុំសូមបិទ PIN code ខ្ញុំសិនបាទចូលលុយទូរស័ព្ទទៅបងប្អូនណាហ្នឹងហើយបងប្អូនចុចចូលទៅបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីមកចូលនៅត្រង់កន្លែងហ្នឹងហើយណាបងប្អូនមើលត្រង់កន្លែងលើនេះគេដាក់ស្វ័យប្រវត្តិនិង PIN បាទអញ្ចឹងបងប្អូនគ្រាន់តែដូរពីស្វ័យប្រវត្តិមក PIN មកបាទបងប្អូនហ្នឹងហើយស្វ័យប្រវត្តិហ្នឹងគឺបងប្អូនបញ្ចូលលុយដោយស្វ័យប្រវត្តិហើយបើសិនបងប្អូនចង់បញ្ចូលជាលេខកូដទុកបងប្អូនគ្រាន់តែចូលមក PIN នេះមកបាទហើយបងប្អូនបាទបន្ទាប់មកមួយគេឲ្យបងប្អូនជ្រើសរើសគណនីរបស់អ្នកមានន័យថាគណនីដែលយើងចង់ផ្ទេរចេញអញ្ចឹងណាបងប្អូនអរគ្នាបាទហ្នឹងហើយបន្ទាប់មកទៀតទី2ណាបងប្អូនមើលត្រង់នេះក៏ដាក់ជ្រើសរើសប្រព័ន្ធទូរស័ព្ទមានន័យថាឲ្យយើងជ្រើសរើសក្រុមហ៊ុនមកបងប្អូនចង់បងប្អូនប្រើប្រាស់នៅក្រុមហ៊ុនអីបងប្អូនចង់បញ្ចូលបាទឥឡូវខ្ញុំយកប្រព័ន្ធក្រុមហ៊ុន Smartphone នេះដោយសារតែខ្ញុំប្រើប្រព័ន្ធ Smartphone អញ្ចឹងណាបងប្អូនគ្នាបាទឥឡូវខ្ញុំយកជ្រើសរើសយកក្រុមហ៊ុន Smartphone មកតែម្ដងមកបងប្អូនណាតាមឥឡូវខ្ញុំបញ្ចូល$1បាទបន្ទាប់ហើយបងប្អូនចុចពាក្យបង់ឥឡូវតែម្ដងមកបាទបន្ទាប់បងចុចពាក្យបញ្ជាក់លេខកូដយើង4ខ្ទង់ហ្នឹងបន្តមកទៀតគេឲ្យយើង share មានន័យ share លេខកូដយើងនេះទៅណាមួយហ្នឹងទៅបងប្អូនណាហ្នឹងហើយ share ឲ្យយើង share លេខកូដហ្នឹងទៅកម្មវិធី chat ណាមួយទៅសារណាមួយឥឡូវខ្ញុំចង់ដាក់ក្នុង Telegram បងប្អូនណាបាទខ្ញុំ send នៅក្នុង Telegram ទៅខ្ញុំ send ចូលឈ្មោះ Ranet នេះតែម្ដងមកបាទហើយបងប្អូនជួយពាក្យ send តែម្ដងមកបងប្អូនណាហ្នឹងហើយគឺជាលេខកូដបាទលេខកូដដែលយើងបានបញ្ចូលមិញហ្នឹងបងប្អូនហ្នឹងហើយបាទបញ្ចូលលើក្រោយពេលដែលទូរស័ព្ទយើងអត់មានអ៊ីនធឺណិតគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនបងប្អូនបានមើលនៅវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតបាទសូមអរគុណ